Mà số sấy primat là ngày ní lời nhom xôm bằng hai là tập họ đam chết đặt nhom bàn đam chết ní cứ trong đam bàn from mùi ngày ấy ba lời dương mưa thằng học ní anh ấy ca do mỏ đam nắng cứ đau với bị tu chân sạp tỉ hay trôi viết câu vì nấu túi đây tại cần tha trôi viết vì nấu răng vì ở tuần vì ở ba bờ sân vì ở núi đam vì ấy năng vì tuần bại lời dương tầm mưa đau muối chết nè ở đam muối ní cả năng trôi viết cứ nấu tối là vì tranh chỉ thiền ấy tranh chỉ sạc ấy hay ní việc miền tật việc ngút đó liêng mauประมาณ ngàyแต่เราviệc bàn sọវិញវារាំងយប់មិញណាเราវាស្រកខ្លះហើយប៉ុន្តែស្លឹកវានេះគឺនៅរឹងណាបើសិនថាវាលួយគល់មកវាអាចស្លឹកវាហ្នឹងអាចទន់បាក់កអីហើយយើងទៅមើលខាងមុខទៀតណាមើលមួយនេះក៏ដូចគ្នាដែរដូចជាវាដុះមកហើយដូចជាមានភាពរឹងមាំហ្នឹងហើយវាសំខាន់មកគល់វាក៏ដូចជាមិនជាលួយអីដែរចឹងសូមបញ្ជាក់មួយម្ដងទៀតថាចេកនេះគឺខ្ញុំដាំបាន6 ថ្ងៃហើយណាហ្នឹងហើយអានេះគឺជាថ្ងៃទី6ហើយចាប់ពីថ្ងៃដែលខ្ញុំដាំមកហើយយើងមកមើលអានេះក៏ដូចគ្នាដែរណាហ្នឹងហើយគឺស្លឹកវានៅរឹងហ្មងណាវាអត់មានទុនធៀងអីបាក់បាទហើយយើងមកមើលនេះអានេះនេះគឺទឹកណាទឹកឡើងនៅជុំវិញគល់តែម្ដងហ្នឹងហើយទឹកបាទណាគឺទឹកនៅជុំវិញគល់តែម្ដងប៉ុន្តែខ្ញុំថាត្រួយវានេះគឺវានៅរឹងល្អដែរវាមិនបាក់តាទេបាទហើយយើងមកមើលមួយទៀតអានេះវាដូចជាមិនជាបញ្ហាអីដែរទេប៉ុន្តែបាទអាមួយនេះគឺស្លឹកវាដូចរៀងលឿងណាមួយស្លឹកដូចរឿងលឿងហើយមើលទឹកនៅឡើងពេញអានេះដោយសារខ្ញុំជីកដើម្បីស្តុបទឹកមកកន្លែងនេះផងបើសិនអត់ជីកតែទឹកពេញថានៅក្នុងតាមគុំវានឹងឯងបាទហើយយើងមកមើលអានេះដែរអានេះក៏ស្លឹករៀងលឿងដែរប៉ុន្តែគ្រាន់តែថាធៀងវានេះវានៅរឹងណាវាអត់បាក់ធ្លាក់កងែតែម្ដងអានេះគ្រាន់ប្រហែលវាខ្យល់ចឹងទៅវារៀងត្រេតទៅមកខាងហើយតែដល់ឡែកណាដល់ឡែកអាមួយនេះណាឥឡូវប្រិយមិត្តមើលណាអាមួយនេះគឺជាដើមចេកដែលខ្ញុំយកមកដាំអត់មានត្រួយដែលខ្ញុំដាំធ្វើតេស្តអត់មានត្រួយទេដើមចេកមួយនេះប៉ុន្តែមើលដូចជាអត់សូវមានសង្ឃឹមទេអត់ត្រួយអញ្ចឹងអានេះមួយយើងអាចណាយើងមិនទាន់អាចកំណត់ថា 100% ថាធៀងវាគ្រប់ចំនួនចាប់ពីលើសពី5ធៀងហើយអត់ត្រួយយើងដាំម្ដុះអីយ៉ាងណាអត់ទាន់ហ៊ានទេប៉ុន្តែមើលទៅដូចអត់សូវមានសង្ឃឹមទេអានេះអត់ត្រួយប៉ុន្តែមានត្រួយនោះពួកអានោះស្អាមានត្រួយហើយដល់អញ្ចឹងគឺវាដូចជាមានអ្វីមួយជួយឲ្យវាប្រឹងដោះអញ្ចឹងណាហ្នឹងហើយអញ្ចឹងចាំមើលមួយរយៈទៀតបើសិនជាមានការប្រែប្រួលយ៉ាងណាគឺខ្ញុំនឹងថតបង្ហាញប្រិយមិត្តតទៅទៀតអញ្ចឹងលទ្ធផលចេកដែលបានអាយុ6 ថ្ងៃនេះគឺត្រឹមនេះទេហើយយ៉ាងណាខ្ញុំនឹងបង្ហាញតាមវីដេអូក្រោយជូនប្រិយមិត្តតទៀតហើយសូមកុំភ្លេចចុច Subscribe ចុចរូបកណ្ដឹងបាទដើម្បីបានទទួលវីដេអូថ្មីណាបច្ចេកទេសឬក៏ពិសោធន៍ថ្មីដែលចេញជាលទ្ធផលយ៉ាងណាខ្ញុំនឹងបង្ហាញតាមវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា